ពេលដែលប្រឡងធ្លាក់ក៏អត់មានគិតថាអត់ចិត្តទេខ្ញុំមានជំនឿមួយខ្ញុំជាមនុស្សម្នាក់ដែល confident ខ្ញុំតែងតែជឿថាខ្ញុំអាចធ្វើរឿងបានច្រើនជាងនេះអញ្ចឹងទោះបីជាខ្ញុំប្រឡងគ្រូអត់ជាប់ខ្ញុំទៅធ្វើផ្សេងចុងក្រោយខ្ញុំនៅជាប់គ្រូដែរនិយាយរួមទៅជីវិតរបស់ខ្ញុំមើលនិយាយទៅវារសាត់អណ្ដែតហ្មងដូចខ្លែងអញ្ចឹងណាអូចាអត់ឈឺចាប់ទេអត់អាយុ10ឆ្នាំចេញដើរនៅផ្ទះគេអត់ដើរនៅផ្ទះនៅមួយអ៊ំនេះមួយនៅមួយអ៊ំនេះមួយរៀនចប់មកនៅវត្តដើរទៅពីទៅពីអញ្ចឹងទៅអត់ដែលសូវមានទីតាំងច្បាស់លាស់ទេអូចាព្រោះថាតែអត់មានផ្ទះនៅភ្នំពេញមានតែនៅខេត្តហើយក៏ឡើងមករៀននៅភ្នំពេញចាដល់ពេលទៅនៅខេត្តនេះទៅនៅវត្តបន្តិចទៅនៅអីបន្តិចបាទនៅវត្តពេលមករៀនបញ្ញាបត្រនៅវត្តអូចាណាតែតាំងពីយើងពីក្មេងមកគឺយើងអត់ដែលចេះនៅផ្ទះទេយើងដើរនៅតែមួយគេចានៅផ្ទះមិត្តភ័ក្តិនេះទៅនៅផ្ទះអ៊ំនៅផ្ទះមីងនៅផ្ទះអីចឹងណាហើយពេលដែលប្រឡងធ្លាក់ក៏អត់មានគិតថាអន់ចិត្តអីព្រោះមានន័យថាខ្ញុំមានជំនឿមួយខ្ញុំជាមនុស្សម្នាក់ដែល confident ហ្មងខ្ញុំតែងតែជឿថាខ្ញុំអាចធ្វើរឿងបានច្រើនជាងនេះចាអញ្ចឹងទោះបីជាខ្ញុំប្រឡងគ្រូអត់ជាប់ខ្ញុំទៅធ្វើផ្សេងចុងក្រោយខ្ញុំនៅជាប់គ្រូដែរខ្ញុំនៅតែធ្វើគ្រូហើយគ្រូ level ខ្ពស់ជាងមុនទៀតគឺគ្រូសាកលវិទ្យាល័យអូចាតែកាលពេលរៀនបកកាយអត់បងមកល្មមបើវិទ្យាល័យមកអត់បកកាយហ្មងអូចាអាចថាគ្រាន់បើនៅសាកលវិទ្យាល័យដោយសារខ្ញុំជួយចិត្ត research អូចា